ថ្ងៃនេះបូរីណានឹងប្រាប់ពីវិធីថែទាំផ្ទះត្រជាកម្មតាមរយៈការបេះសម្បុកការបោសសម្អាតនិងការបាញ់ថ្នាំម៉ោងដែលយើងគួរចូលផ្ទះក៏ជាចំណុចសំខាន់ដែលយើងគួរកត់សម្គាល់យើងគួរចូលផ្ទះក្នុងចន្លោះម៉ោង 9 កន្លះព្រឹកទៅ 4 កន្លះល្ងាចយ៉ាងយូរមុនពេលចូលក្នុងផ្ទះយើងត្រូវបិទសំឡេងមេទុកសំឡេងកូនដោយសារប្រសិនបើមិនដូច្នោះអាចបណ្ដាលឲ្យសត្វនៅក្នុងផ្ទះផ្អើលធ្វើឲ្យពងធ្លាក់រយៈពេល2សប្តាហ៍ទៅ1ខែយើងគួរបោសសម្អាតផ្ទះម្ដងតាមសភាពជាក់ស្ដែងយើងមិនគួរលាងសម្អាតលាមកត្រចៀកកម្មដោយប្រើប្រាស់ទឹកនោះទេព្រោះលាមកត្រចៀកកម្មអាចបំលែងជាតិអាម៉ូញ៉ាក់បណ្ដាលឲ្យមានក្លិនមិនល្អប៉ះពាល់ដល់ផ្ទះពេលថែទាំផ្ទះយើងគួរពិនិត្យចំណុចមួយចំនួនដូចជាសម្បុកពីងពីងជុំវិញផ្ទះមានសត្វរំខានដែរឬទេពិនិត្យសំឡេងនិងអំភ្លីការថែរក្សាផ្ទះបានល្អទិន្នផលសម្បុកដែលត្រចៀកកម្មបានធ្វើក៏ល្អមិនឡើងលឿងលក់បានតម្លៃខ្ពស់ផងដែរហេតុអ្វីបានផ្ទះត្រចៀកកម្មត្រូវការបាញ់ថ្នាំដោយសារសត្វត្រចៀកកម្មហោះចេញទៅរកចំណីនៅពេលព្រឹកហើយត្រឡប់ចូលផ្ទះវិញនៅពេលល្ងាចដូច្នេះប្រកាសជាមានសត្វល្អិតជាពិសេសស្រមើតោងទាមតាមត្រចៀកកម្មហើយសត្វស្រមើយើងមិនអាចមើលឃើញនឹងភ្នែកបាននោះទេសត្វនេះអាចរំខានដល់សត្វជាពិសេសកូនសត្វត្រចៀកកម្មដូច្នេះបន្ទាប់បោសសម្អាតផ្ទះហើយយើងត្រូវតែបាញ់ថ្នាំស្រមើផងដែរយើងគួរបាញ់លើជញ្ជាំងកន្លះម៉ែត្រចុះក្រោមមកប្លង់សេហើយហាមបាញ់លើសម្បុកហើយហាមបាញ់ប៉ះក្តារ